ខ្ញុំឈ្មោះមុំរាវឿនរស់នៅក្នុងភូមិលេខ1សង្កាត់កំពង់លាវក្រុងព្រៃវែងខេត្តព្រៃវែងចូលសកម្មភាពជួយលីងបុកជូនទៅកូនក្មួយកងទ័ពនៅសមរភូមិមុខដើម្បីឲ្យគាត់ញ៉ាំមានកម្លាំងបែកខ្មាំងឲ្យឈ្នះហើយជូនពរគាត់ឲ្យគាត់មានសុខភាពល្អកម្លាំងពលំមាំមួនឈ្នះអស់មានសត្រូវសូមឲ្យខ្មាំងយកបាញ់មកកុំឲ្យចំឲ្យទៅបោវាជិះឆ្ងាយទៅអស់ទេវតាថែរក្សាទឹកដីទឹកដីខ្មែរទឹកដីកម្ពុជាជួយថែរក្សាការពារក្មួយកូនកងទ័ពទាំងអស់នៅសមរភូមិនោះឲ្យជួបតែក្តីសុខឲ្យសុខសប្បាយឈ្នះអស់មានសត្រូវវាយអាសៀមទាំងរៃឲ្យវាបាក់ទ័ពរត់ចោលស្រុកឲ្យអស់បងឈ្មោះជាងសកុនធាបងមកលីងបុកសម្រាប់កងទ័ពជួមុខអូនទៅបងមកលីងបុកដើម្បីជួយដល់កងទ័ពយើងដែលគាត់នៅជួរខាងមុខហ្នឹងវាជាកម្លាំងចិត្តផងហើយវាជាទឹកចិត្តចេញពីបេះដូងផងបងសូមឲ្យបងប្អូននៅក្រៅប្រទេសហើយនឹងដូចជាអ្នកដឹកនាំកម្ពុជានៅក្រៅប្រទេសសូមជួយប្រទេសកម្ពុជាយើងផងកម្ពុជាយើងត្រូវការសន្តិភាពខ្ញុំជឿជាក់លើរាជរដ្ឋាភិបាលយើងសំខាន់គឺជឿជាក់លើសម្ដេចហ៊ុនម៉ាណែតហើយនឹងសម្ដេចហ៊ុនសែនទាំងនឹងតែម្ដងចាបងចេញពីចិត្តចេញពីបេះដូងសូមជូនពរដល់បងប្អូនដែលនៅជួរមុខបងប្អូនកងទ័ពជួរមុខសូមឲ្យពួកគាត់មានសុខភាពល្អហើយនឹងស្មារតីល្អដើម្បីការពារទឹកដីយើងចាសួរបងខ្ញុំឈ្មោះលង្សសេដ្ឋីខ្ញុំជាមន្ត្រីនៃនីតិសេដ្ឋកិច្ចចង្រៃខេត្តព្រៃវែងយើងជាសកម្មភាពយើងលីងបុកដើម្បីជួយទៅដល់នេះកងទ័ពជួរមុខនឹងជនភៀសសឹកដែរខ្ញុំថ្ងៃហ្នឹងក៏បានបងថ្ងៃហ្នឹងចាបងអត់ទេបងមកនេះអត់ទេសប្បាយចិត្តដោយសារយើងទឹកចិត្តយើងណានិយាយទៅឈ្លានពាននេះធ្វើឲ្យទៅកាលណាប្រទេសជាតិអត់មានសន្តិភាពអញ្ចឹងគេថាបាត់សន្តិភាពអសន្តិសុខសង្គមអញ្ចឹងវាពិបាកជាពិសេសប្រជាពលរដ្ឋដែលគាត់នៅជិះដៃនេះហ្នឹងគឺគាត់ភៀសខ្លួនចឹងយើងមើលទៅវាឲ្យចិត្តចាពិបាករស់ស៊ីលោកគ្នានឹងគ្មានការរស់នៅរបស់គ្នាត្រូវភៀសចេញរហូតចឹងខ្ញុំបាទនិយាយទៅមានពាក់ព័ន្ធសូមឲ្យខាងអង្គការអន្តរជាតិហ្នឹងគាត់ជួយដល់មើលនិយាយទៅមើលមកទៅជាតិយើងផងឲ្យជួយសម្របសម្រួលក្នុងការចរចាអីរកសន្តិភាពឡើងវិញណាអាចថាចរចាមួយខាងថៃព្រោះវិញនេះគឺថៃអ្នកឈ្លានពានយើងណាអញ្ចឹងមានតែធ្វើម៉េចដាក់ឲ្យថៃសម្ពាធឲ្យថៃគាត់ឈប់ឈ្លានពានយើងតទៀតនិយាយទៅខ្ញុំជឿជាក់លើរដ្ឋាភិបាលកម្ពុជាយើងថានឹងដោះស្រាយបញ្ហាក្នុងការឈ្លានពានរបស់ថៃហ្នឹងគឺនឹងជោគជ័យក្រោយមានតែពាក្យពេចន៍ជូនពរទៅដល់កងទ័ពខាងជួរមុខឲ្យពួកគាត់ប្រយុទ្ធយកឈ្នះខ្មាំងសត្រូវឲ្យជោគជ័យហើយនឹងបងប្អូនជនភៀសខ្លួនទាំងអស់ឲ្យគាត់មានសុខសុវត្ថិភាព